ចឹងស្វាគមន៍សម្រាប់ការវិលត្រឡប់មកវិញមកកាន់ Channel How to Do ហើយបើសិនជាអ្នកដែលគាត់រក Channel នេះឃើញមុន Channel ទី1របស់ខ្ញុំកុំភ្លេចចូលទៅកាន់ link description ដើម្បី check Channel ទី1របស់ខ្ញុំអានេះគឺជា Channel ទី2ដែលជា Channel បង្រៀនឬក៏ជា Channel បញ្ចេញមតិរបស់ខ្ញុំថ្ងៃនេះគឺយើងវិលត្រឡប់មកជាមួយនឹង Minecraft ហើយថ្ងៃនេះគឺខ្ញុំបរៀនទាំងអស់គ្នាពីរបៀបប្រើប្រាស់ mod Likematica អញ្ចឹងខ្ញុំកំពុងតែស្ថិតនៅក្នុង version 1.21 អញ្ចឹងសម្រាប់អ្នកដែលគាត់នៅលើ version ខ្ញុំឬក៏អ្នកដែលគាត់នៅក្រោម version ខ្ញុំអត់ដឹងថា Likematica វាដំណើរការមិនទេអញ្ចឹងសម្រាប់អ្នកដែលគាត់មាន version ដូចខ្ញុំមើលវីដេអូនេះត្រូវឲ្យថា Likematica យើងនឹងប្រើបែបណា Likematica ដែលខ្ញុំកំពុងប្រើនេះគឺខ្ញុំប្រើនៅក្នុង favorite មិនមែនជា forge ទេLikematica ក៏មាន forge version ដែរប៉ុន្តែខ្ញុំអត់បង្ហាញខ្ញុំអត់បានយក forge version មកបង្ហាញទេគឺខ្ញុំយក favorite version យកមកបង្ហាញបើសិនជាមាន mod menu កុំភ្លេច download mod menu ផងដើម្បីមានភាពងាយស្រួលក្នុងការ access ចូលទៅកាន់ Likematica សម្រាប់វីដេអូមួយនេះដែរខ្ញុំនឹងបង្រៀនទាំងអស់គ្នាពីរបៀបការប្រើប្រាស់ Likematica បែប basic គឺវិធីសាស្ត្រសាមញ្ញតែទាំងអស់គ្នាអាចបង្កើត blueprint ខ្លួនឯង copy blueprint ផាស blueprint និង save blueprint ដូច្នេះទាំងអស់គ្នាសម្រាប់ការប្រើប្រាស់ blueprint ជាដំបូងឡើយគឺយើងត្រូវតែមានអាគារដែលយើងចង់ copy សិនអញ្ចឹងដំបូងឡើយទាំងអស់គ្នាត្រូវតែមាន stick ព្រោះ stick គឺជារបស់ដែលអាច activate មុខងារ Likematica នឹងបានហើយយើងមុននឹងចូលឲ្យជ្រៅខ្ញុំចង់ណែនាំទាំងអស់គ្នាមកកាន់ Likematica config Likematica config នេះយើងចូលរបៀបម៉េចអញ្ចឹងខ្ញុំនិយាយអញ្ចឹងទាំងអស់គ្នាត្រូវមាន mod menu អ្នកនាងស្វែងរកពាក្យ Likematica បើសិនជា forge គឺយើងសរសេរ Forgematica មកគឺវាចេញអញ្ចឹងពេលយើងចុចមក Likematica យើងឃើញប៊ូតុងលើគេនេះគេដាក់ថា configureយើងចូលមកកាន់ Likematica config សិនជំហានដំបូងខ្ញុំនឹងណែនាំពី hotkey ដែលខ្ញុំកំពុងប្រើហើយខ្ញុំក៏សង្ឃឹមថាទាំងអស់គ្នានឹងប្រើ hotkey ដូចខ្ញុំដើម្បីវាមានភាពងាយស្រួល layer next និង layer previous នេះជា hotkey ដែលខ្ញុំ recommend ឲ្យទាំងអស់គ្នាដាក់វានៅ page up និង page down នៅលើ keyboard ដោយសារតែវាជាប៊ូតុងដែលយើងអាចធ្វើការ render layer blueprint មួយ layer វាមានភាពងាយស្រួលក្នុងការសាងសង់បន្តមកទៀតស្វែងរកពាក្យថា open GUI main menu ខ្ញុំ recommend ឲ្យទាំងអស់គ្នាដាក់នៅលើប៊ូតុង N នៅលើ keyboard របស់គ្នាយើងបន្តមកទៀតស្វែងរក hotkey មួយដែលមានឈ្មោះថា save area as schematic to file ដែល hotkey ដែលខ្ញុំ recommend ឲ្យគ្នាយើងប្រើគឺ left control left alt បូកនឹងអក្សរ S ហើយ key មួយនេះដែរគឺជា key នៅពេលដែលយើងបង្កើត blueprint រួចយើងចង់ save blueprint ហ្នឹងទុកសម្រាប់ប្រើប្រាស់ថ្ងៃក្រោយទាំងអស់គ្នាក៏ត្រូវស្វែងរកប៊ូតុងមួយទៀតដែលមានឈ្មោះថា toggle or rendering បើយើងនិយាយស្ដាប់ទៅគឺបិទបើក blueprint ហើយយើងចូលមកកាន់មួយប៊ូតុងទៀតដែលមានឈ្មោះថា render layer នេះខ្ញុំ recommend ឲ្យទាំងអស់គ្នាដាក់ថា layer all about ដើម្បីវាមានភាពងាយស្រួលក្នុងការ render layer នីមួយៗដើម្បីស្រួលសង់ណាអ្វីដែលត្រូវខ្វល់ដំបូងគេនោះគឺរបៀបបង្កើត blueprint ឧទាហរណ៍ថានេះគឺជាអាគារដែលទាំងអស់គ្នាសាងសង់នៅក្នុង wall របស់អ្នកនរគ្នា creative អញ្ចឹងណាហើយទាំងអស់គ្នាចង់ copy blueprint ហ្នឹងយកទៅដាក់នៅក្នុង survival ដើម្បីសាងសង់ឲ្យដូចទៅនឹងអាគារហ្នឹងអញ្ចឹងជាដំបូងឡើយគឺយើងត្រូវមាន block ចំនួន2ប្រើ block របៀបណាក៏បានដែរមិនចាំបាច់មានពណ៌ខៀវពណ៌ក្រហមទេដោយសារតែនេះគឺជាការបង្ហាញអញ្ចឹងខ្ញុំប្រើខៀវនិងក្រហមដើម្បីងាយស្រួលក្នុងការបញ្យល់អញ្ចឹងដំបូងឡើយយើងត្រូវដាក់វាមួយនៅក្រៅមកយើងត្រូវដាក់ឲ្យជាប់អញ្ចឹងមកទីហ្នឹងគឺពណ៌ក្រហមមួយទៀតគឺពណ៌ខៀវពណ៌ខៀវនេះគឺយើងដាក់នៅខាងលើអញ្ចឹងខ្ញុំ recommend ឲ្យទាំងអស់គ្នាឈរនៅលើចំណុចដែលខ្ពស់បំផុតនៃអាគាររបស់គ្នាយើងដើម្បីចង់ដឹងថាតើ Y របស់យើងកម្ពស់ណាអញ្ចឹងពេលដែលយើងចុច Y 3ទៅគឺយើងឃើញថា Y របស់យើងគឺ2អញ្ចឹងយើងត្រូវ build វាធ្វើម៉េចឲ្យវានៅត្រឹម 2Y នេះត្រឹមនេះគឺ 2Y បន្ទាប់មកយើងវាយ block ខាងក្រោមនេះចេញយើងទុកតែពណ៌ខៀវនៅខាងលើបានហើយ block ដែលដាក់នៅខាងក្រោមនិង block ដែលដាក់នៅខាងលើបន្ទាប់មកយើង toggle rendering blueprint យើងចេញមកនេះដល់យើងប្រើ control ជាមួយនឹង mouse កណ្ដាលដើម្បីឲ្យវាចេញ mode បែបនេះ mode ទាំងអស់គឺមានចំនួន9ដែលទី1គេមាន area selection schematic placement fill replace block pass schematic real pass schematic ជាមួយនឹង move delete ហើយនឹង edit schematic 9 mode ហ្នឹងគឺមានតែ mode មួយចំនួនទេដែលវាមានប្រយោជន៍ដំបូងឡើយគឺយើងត្រូវ choose យក mode ទី1ដែលមានឈ្មោះថា area selection ហើយបើទាំងអស់គ្នាឆ្ងល់ថាចុះខ្ញុំអាចផ្លាស់ប្ដូរ mode បែបហ្នឹងដោយវិធីណាយើងធ្វើការ hold alt ហើយ scroll mouse របស់យើងទៅវិញទៅមកទៅគឺបានហើយអញ្ចឹងជាទូទៅ mouse ឆ្វេងគឺក្រហម mouse ស្ដាំគឺពណ៌ខៀវក្រហម mouse ឆ្វេងខៀវ mouse ស្ដាំអញ្ចឹងសម្រាប់ប៊ូតុងក្រហមនេះខ្ញុំចុចយក mouse ឆ្វេងអញ្ចឹងវានឹងធ្វើការ select បន្ទាប់មកពណ៌ខៀវខ្ញុំនឹងធ្វើការ mouse ស្ដាំ like that ហើយកុំភ្លេចមើលផង blueprint ហ្នឹងវាបាន copy the whole thing អត់ជួនកាលយើងមើលអត់ច្បាស់លាស់យើងមើលអត់បានពេញលេញវាអាចនឹង copy អត់ដោយអញ្ចឹងទាំងអស់គ្នាបាន select រួចហើយអញ្ចឹងទាំងអស់គ្នាគ្រាន់តែ save វាមកដោយយើងចុចប៊ូតុង control alt s អញ្ចឹងវានឹងចេញផ្ទាំងមកបែបនេះសរសេរឈ្មោះរបស់ blueprint ហ្នឹងមកដើម្បីទាំងអស់គ្នាប្រើពេលក្រោយទាំងអស់គ្នារកតែឈ្មោះហ្នឹងទៅគឺដឹងថា building ហ្នឹងគឺជា building អីគេ save schematic អញ្ចឹងវានឹងធ្វើការ save ជូនយើងឧទាហរណ៍ថាឥឡូវនេះគឺខ្ញុំត្រូវការប្រើ blueprint ដែលខ្ញុំបាន save បាញ់មិញអញ្ចឹងយើងធ្វើការចុចប៊ូតុង N មកដើម្បីបើក main menu បន្ទាប់មកយើងយកពាក្យថា load schematic អញ្ចឹងដោយសារតែខ្ញុំមានច្រើនហើយគ្រាន់តែរក schematic ឬក៏ blueprint ដែលខ្ញុំបាន save បាញ់មិញដែលមានឈ្មោះថា pyramid នៅទីនេះ
អ្នកនេះធ្វើការចុចទៅលើវាមកហើយនៅខាងក្រោមប៊ូតុង3នេះគឺយើងមានពាក្យ load schematic materialist ជាមួយនឹង loaded schematic យើងចុចពាក្យ load schematic មកដូចនេះវានឹងធ្វើការ load blueprint ដែលយើងបាន copy បាញ់មិញអញ្ចឹងនៅពេលដែលទាំងអស់គ្នា build ទាំងអស់គ្នាប្រកាសជាមានអារម្មណ៍ថាខ្ញុំ build មកយើបើ blueprint អញ្ចឹងចូលទៅវាមិនពិបាក build ញ៉ៃញ៉ៃពេញហ្នឹងឃើញអត់ដូច្នេះនៅពេលដែលយើង pick up វានឹងឡើងមក layer ពេលយើងសង់ layer នឹងរួចយើងចុច pick up មួយទៀតដើម្បីវាឡើងមក layer ទៀតឡើងរហូតតតែអស់ layer ដែលយើងត្រូវការ build នេះសម្រាប់ survival mode បើសិនជាទាំងអស់គ្នាត្រូវការសាងសង់ពីមួយ layer ទៅមួយ layer ចូលឧទាហរណ៍ថាទាំងអស់គ្នាគ្រាន់តែ copy នៅក្នុង creative world ធម្មតាចង់ duplicate វាអត់មានន័យពិបាកទេទាំងអស់គ្នា select stick មកទាំងអស់គ្នាជ្រើសយក mode មួយដែលមានឈ្មោះថា pass schematic in world យើងធ្វើការចុចប៊ូតុង pass មកប៊ូតុងដែលយើងចុច pass គឺមានឈ្មោះថា execute operation ខ្ញុំដាក់ប៊ូតុង down អាកន្លែងarrow key down ខ្ញុំចុចអាហ្នឹងអញ្ចឹងយើងចង់ pass ប្រមាណក៏បានដែរហ្នឹងស្រេចតែយើងទេដូច្នេះទាំងអស់គ្នាបាន pass វារួចហើយចុះទាំងអស់គ្នាចង់លុបវិញត្រូវធ្វើម៉េចអញ្ចឹងឧទាហរណ៍ថាទាំងអស់គ្នាចង់លុបវិញទាំងអស់គ្នាត្រូវយក mode មួយដែលមានឈ្មោះថា area selection យើងជ្រើសតំបន់មកនេះអញ្ចឹងខ្ញុំធ្វើការលុបអាគារចំនួន3នេះដោយយើងធ្វើការជ្រើសតំបន់បែបហ្នឹងបន្ទាប់មកយើង move ទៅ mode មួយទៀតដែលមានឈ្មោះថា delete យើងធ្វើការចុចប៊ូតុង down បំបាញ់មិញដូចគ្នាប៊ូតុងដែលចុច pass blueprint ហ្នឹងយើងចុចទៅគឺវាធ្វើការលុប automatic តែម្ដងឃើញអត់ដើម្បី move blueprint ទៅវិញទៅមកទៅឆ្វេងស្ដាំវា depend ទៅលើបាល់របស់យើងអញ្ចឹងឧទាហរណ៍ថាខ្ញុំបែរមុខទៅនេះពេលដែលយើង hold alt ហើយ scroll mouse ទៅលើទៅក្រោមវានឹងទៅមុខទៅក្រោយបើសិនខ្ញុំបែរមកខាងនេះ hold alt ហើយយើង scroll mouse យើងទៅមុខទៅក្រោយគឺវានឹងមកឆ្វេងស្ដាំវិញទោះបើទាំងអស់គ្នាប្រើ blueprint នឹងរួចទាំងអស់គ្នាចង់លុបវាចេញត្រូវធ្វើបែបណាយើងយកពាក្យថា loaded schematic ខ្ញុំមាន2អញ្ចឹងខ្ញុំអាចធ្វើការចុចពាក្យ unload មកដើម្បីលុប blueprint នឹងចោលសម្រាប់ area selection នេះគឺมันអាចលុបបានទេប៉ុន្តែទាំងអស់គ្នាអាចធ្វើការម៉ៅឆ្វេងម៉ៅស្ដាំនៅលើ block តែមួយមកគឺវាបាត់ដូចគ្នាឬក៏យើងអាចបិទវាតែម្ដងដូច្នេះការប្រើប្រាស់Lymatica គឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងមើលឲ្យបានជ្រាបជ្រួលមួយចំនួនវីដេអូនេះវាមិនជួយបានច្រើនទេប៉ុន្តែវាគ្រាន់បើជាង0ចឹងយ៉ាងណាក៏ដោយចង់ដឹងបន្ថែមទៅ YouTube អូខេបាយបាយ